ជំរាបសួរបងប្អូនទាំងអស់គ្នាតាថ្ងៃនេះមកធ្វើដំណើរកម្សាន្តជាមួយនឹងក្រុមគ្រួសាររបស់នាងខ្ញុំទាំងអស់គ្នាបងប្អូនអាចសាកទាយមើលថាខ្ញុំធ្វើដំណើរទៅខាងណាដែរចាអឺតាមពិតនៅក្នុងក្រុងគឺអត់ថតទេដោយសារអីដោយសារខ្លាចវិញផ្លូវទូរស័ព្ទដាក់ម៉ាប់ចាដល់ពេលចេញមកវាអញ្ចឹងហើយទើបចុចថតដោយសារយើងផ្លូវវាត្រង់ឆ្ងាយដែរអញ្ចឹងក៏ចុចថតទៅចានេះទេសភាពខ្លះៗតាមផ្លូវទៅជិតដល់ហើយបងប្អូនគឺនៅខ្វះប្រហែលជា1ម៉ោងកន្លះទៀតដល់ហើយថ្ងៃនេះពួកខ្ញុំធ្វើដំណើរប្រហែលជាខ្ទង់7ម៉ោងជាងចាពីផ្ទះទៅគឺថាមិនដែលធ្វើដំណើរវែងបែបហ្នឹងឯងរដងធ្លាប់ធ្វើដំណើរវែងដែរប៉ុន្តែនៅគេងពាក់កណ្ដាលផ្លូវឬក៏មិនម៉ាអញ្ចឹងណាចាលើកនេះលេងពីផ្ទះទៅដល់កន្លែងដើរលេងតែម្ដងហើយកន្លែងដើរលេងនេះដែរគឺពួកខ្ញុំធ្លាប់មកម្ដងពីឆ្នាំដូចជា2022ចាឡើង2025ហើយទៅបានមកម្ដងទៀតមកបងប្អូនណាធ្លាប់មើលវីដេអូខ្ញុំពីមុនមកតាំងពីឆ្នាំ2022មកប្រហែលជាដឹងថាពួកយើងកំពុងតែធ្វើដំណើរឆ្ពោះទៅកន្លែងណាដែរប៉ុន្តែមុននឹងដល់ហ្នឹងគឺថាមើលសិនបងប្អូនទងហាលធំមែនតែនមិនដឹងថាគេហៅអីណាប៉ុន្តែគាត់តែដឹងថាធំអញ្ចឹងគេសម្រាប់ទាញវេរីអគ្គិសនីដោយប្រើខ្យល់ទាញណាដោយសារនៅទីនេះគឺនៅជិតមាត់សមុទ្រពេលនៅជិតមាត់សមុទ្រអញ្ចឹងគឺខ្យល់ខ្លាំងមែនតើបងប្អូនចាំបើកឡានហើយរៀងវេចកោតដែរហ្នឹងព្រោះខ្យល់អញ្ចឹងគេដាក់ឧបករណ៍នេះដើម្បីទាញយកវេរីអគ្គិសនីប្រើប្រាស់នៅចែកចាយនៅក្នុងតំបន់គេអញ្ចឹងណាចាមានអីជីមកគឺដល់ទីក្រុងគេហើយចាហើយក៏មកដល់សថាគារដែរតាគារហ្នឹងកូនលេងរញ៉ៃញ៉ៃពេញហ្នឹងហើយកូនលេងហើយមកដល់នេះគឺអង្គុយលេងខាងក្រៅកន្លែង lobby គេបន្តិចតួចអញ្ចឹងណាមុនចូលគេងចាឃើញក្អែកូនខ្ញុំនឹងប្រហែលជាដឹងហើយថាពួកយើងមកទីណាអញ្ចឹងចានេះគឺឡើងមកលេងបន្ទប់បងស្រីខ្ញុំបន្ទប់ម៉ាក់ខ្ញុំសិនហ្នឹងហើយពួកខ្ញុំគេងនៅជាន់ក្រៅមេអញ្ចឹងមុនពេលដែលងើបពីគេងហ្នឹងបាននាំគ្នាឡើងមកលេងបន្ទប់គាត់បន្តិចអញ្ចឹងណាមុនយើងចុះទៅញ៉ាំ breakfast វិញញ៉ាំអាហារពេលព្រឹកវិញពួកពេលយប់ហ្នឹងជិះមកដល់គឺម៉ោង8អស់កន្លងចាជម្រាបលា